អ្នកទាំងអស់គ្នាចាំមើលឯមពិសិដ្ឋនេះត្រូវទទួលទោសនៅមុខច្បាប់ហើយចូលគុកណាសំរងស៊ីដែលជាមេរបស់វាហើយនឹងអាសុភ័ណ្ឌឡារីដែលជាប្រធានបណ្ដាញយុវជនសកលទៅចាត់តាំងវាជាប្រធានបណ្ដាញយុវជនសកលប្រចាំប្រទេសថៃចាំមើលពេលដែលច្បាប់ចាត់ការវាហើយបុគ្គលនេះពេលដែលចូលគុកណាសំរងស៊ីនឹងក្រុមបកពួកនឹងស្រែថាវាជាបុគ្គលឯករាជ្យអត់ពាក់ព័ន្ធនឹងក្រុមបកពួកវាទេហើយនឹងអាចនឹងចេញលិខិតមួយលុបវាចេញពីប្រធានបណ្ដាញយុវជនសកលប្រចាំប្រទេសថៃហើយនឹងចោទប្រកាន់មកលើរាជរដ្ឋាភិបាលថាបដិការឲ្យតែគេស្នេហាជាតិគេប្រឆាំងគេបញ្ចេញមតិយោបល់ដឹងតែចាប់គេដាក់គុកវានេះអត់ខុសពីអីអាមួយដែលជាខ្ទើយនៅឯម៉ាឡេស៊ីដែលភៀនប្រមាថមកលើជាតិសាសន៍កម្ពុជាល្មើសនៃច្បាប់ហើយចាត់បញ្ជូនមកប្រទេសខ្មែរចូលគុករហូតដល់ពេលបច្ចុប្បន្ននេះទេហើយសំរងស៊ីនឹងក្រុមបកពួកវានឹងបកកាយថាមិនស្គាល់អូចាំមើលទៅថាសន្តានពួកគាត់ជាតិនេះណាសេរីពួកវាគឺធ្វើអញ្ចឹងពួកវាមិនដែលទទួលខុសត្រូវទៅលើធនធានដែលពួកវាបណ្ដុះបណ្ដាលរុញច្រានឲ្យធ្លាក់ជ្រោះទេពេលដែលមានបញ្ហាពួកវាឆ្លើយយកតែរួចខ្លួនតែប៉ុណ្ណោះពួកវាអត់ទទួលខុសត្រូវទេហើយមិនមែនតិចអ្នកទេដែលជ្រុលខ្លួនជាប់គុកជាប់ច្បាប់មានច្រើនណាស់ទាំងនៅក្រៅប្រទេសទាំងនៅក្នុងប្រទេសណាហើយពួកនេះវាអត់ខ្វល់ទេណាអាសំរងស៊ីនេះមួយវាអត់ខ្វល់ទេវាធ្វើយ៉ាងម៉េចឲ្យតែបានប្រឆាំងទៅនឹងរាជរដ្ឋាភិបាលតែប៉ុណ្ណឹងបើមនុស្សមានគំនិតមានគិតថាខ្លួនឯងឈប់ឈាមជាប់ជាខ្មែរហើយស្រឡាញ់ជាតិមិនមែនក្នុងកលៈទេសៈនេះមកធ្វើទង្វើថោកទាបបំផ្លាញជាតិសាសន៍ខ្លួនឯងខុបខិតជាមួយសត្រូវឲ្យមកបំពេញជាតិសាសន៍ខ្លួនឯងទេហើយចាំមើលតែតាស៊ីនឹងយករួចខ្លួនឯងមុខតាស៊ីនេះមួយណាអត់ដែលចេះទទួលខុសត្រូវលើកូនចៅណាម្នាក់ដែលចូលគុកចូលច្បាប់ទេវាទទួលខុសត្រូវតែទទួលខុសត្រូវគឺរុញច្រានសកម្មជនរបស់ខ្លួនឲ្យចូលគុកចូលច្បាប់តែប៉ុណ្ណឹង